កន្លែងនេះហុងស៊ុយល្អណាស់មានទាំងទេសភាពមានទាំងស្ពានហើយនៅជាប់ផ្លូវធំទៀតដាក់តម្លៃមកខ្ញុំយកដីនេះហើយតាមបណ្ដោយមាត់ទន្លេ200ហិកតាខ្ញុំនឹងធ្វើជាវិឡាសម្រាប់លំហែកាយស្ពាននេះគឺលោកលីនយួនជាអ្នកសាងសង់ហើយផ្ទាំងថ្មនេះគឺអ្នកភូមិទាំងមូលជាអ្នកតាំងឡើងមិនលក់ទេលោកមេភូមិយើងមានលិខិតអនុញ្ញាតត្រឹមត្រូវដីនេះស្ថិតក្នុងតំបន់ដែលអាចអភិវឌ្ឍបានបើអ្នកមិនលក់ទេយើងនឹងប្រើនីតិវិធីរហូតដីពេលនោះប្រាក់សំណងនឹងមិនបានច្រើនបែបនេះទេចុះប្រាក់សំណងបានប៉ុន្មានដែរ1ម៉ែត្រការ៉េ2000ផ្ទះចាស់របស់អ្នកនេះយ៉ាងច្រើនបានត្រឹមតែបង្គន់មួយនៅឯក្នុងក្រុងប៉ុណ្ណោះ2000អ្នកកំពុងមើលងាយខ្ញុំដូចសុំទានមែនទេបើគិតថាតិចចឹងយើងធ្វើតាមនីតិវិធីទៅដល់ពេលគ្រឿងចាក់ឈូសឆាយចូលមកដល់គុំមកស្ដាយក្រោយឲ្យសោះអ្នកណាហ៊ានប៉ះស្ពានភូមិយើងប៉ះអ្នកមានគុណរបស់យើងត្រូវដើរជន់លើសាកសពចាស់ដូចពួកយើងសិនលោកតាឲ្យលោកតាអាយុច្រើនហើយចាំបាច់ត្រូវតឹងតែងម្លេះឆ្អឹងលោកតានឹងគ្រឿងចាក់ឈូសឆាយតែបន្តិចគឺបាក់ខ្ទេចអស់ហើយស្ដាប់ឲ្យច្បាស់ណាឈ្មោះដែលចាស់លើផ្ទាំងថ្មនេះមិនមែនជារបស់មនុស្សម្នាក់ទេគឺជារបស់គ្រួសារទាំង67គ្រួសារគ្រប់គ្រួសារទាំងអស់បានផ្តិតមេដៃពណ៌ក្រហមគ្រប់គ្រួសារទាំងអស់បានយកជីវិតមកដាក់លើស្ពាននេះការរុះរើផ្ទាំងថ្មនេះគឺដូចជាការដកស្គលរបស់យើងអញ្ចឹងការរុះរើស្ពានដែលយើងខំអង្វរគេឲ្យសាងសង់គឺដូចជាការជន់ឈ្លីមុខមាត់គ្រួសារទាំង67របស់យើងពួកអ្នកកំពុងតែជួបជុំគ្នាដោយខុសច្បាប់ហើយខាភូមិនេះជាភូមិគំរូមានថវិកាពិសេសសម្រាប់ការពារក្នុងឯកសារអនុម័តមិនបានសរសេរអញ្ចឹងផងយល់ច្រឡំហើយថ្ងៃនេះគ្រាន់តែមកមើលទីតាំងបន្តិចបន្តួចទេមួយជីវិតនេះខ្ញុំបានធ្វើរឿងខុសច្រើនណាស់តែរឿងមួយនេះទីបំផុតខ្ញុំធ្វើបានត្រឹមត្រូវហើយប៉ាឲ្យស្ពានប្រែជាពណ៌មាសហើយនឹងហើយវាខុសពីពណ៌ស្ពានដែលប៉ាធ្លាប់សាងសង់កាលពីមុនលោកលីនថ្ងៃនេះឈើរេឡានចុងក្រោយគេដឹកទៅទីក្រុងអស់ហើយខាងផ្សារទំនើបគេរំអុក3ដងហើយខាងអនឡាញគេកំង500កញ្ចប់ទៀតភាគលាផ្ទះលោកនឹងទូទាត់ចុងខែនេះច្រើនជាងខែមុន20000ទៀតកាលនោះកូនខឹងខ្លាំងពេកក៏រុះរើស្ពានចោលប៉ានឹកស្មានថាផ្ទៃមេឃរលំទៅហើយមិននឹកស្មានថាការរុះរើនោះបែរជាបើកផ្លូវថ្មីទៅវិញមុននឹងរុះរើស្ពានប៉ាធ្លាប់ប្រាប់កូនថាបើចិត្តមនុស្សខូចហើយទោះធ្វើផ្លូវល្អយ៉ាងណាក៏ឥតប្រយោជន៍ដែរប៉ាចុះឥឡូវវិញយ៉ាងម៉េចដែរស្ពានគ្រាន់តែជាឧបករណ៍ប៉ុណ្ណោះស្ពាននៅក្នុងចិត្តមនុស្សទេដែលពិបាកជួសជុលបំផុតសំណាងហើយដែលចុងក្រោយយើងទាំងពីរអ្នកជួសជុលវាបានអ្នកយកផ្លែឈើរីនៅទីនេះផ្អែមដល់ក្នុងចិត្តតែម្ដងពីមុនមកភូមិអ្នកងឹតឈឹងតែម្ដងតែឥឡូវដូចគេមកបុណ្យអញ្ចឹងស្ពានបើកហើយមនុស្សក៏ច្រើនជីវភាពក៏ល្អប្រសើរពីមុនមេឃងឹតភ្លាមចូលគេងបាត់តែឥឡូវយប់ឡើងនៅមានគេមកញ៉ាំសាច់អាំងទៀតខាងលើនឹងជាអីគេស្ពានទី1នឹងគឺយកថ្លៃសិក្សារបស់អ្នកទៅជួសជុលនឹងឯងត្រឡប់ទៅផ្ទះវិញលោកលីនខ្ញុំចង់ដាក់គម្រោងមួយខ្ញុំចង់យកប្រាក់ខែដំបូងរបស់ខ្ញុំជូនអ្នកភូមិទាំងអស់ឆ្លងស្ពានសម្បត្តិស្ពានខ្ញុំទិញអស់ហើយលោកលីនខ្ញុំចង់ដាក់សំណើគម្រោងមួយខ្ញុំចង់យកប្រាក់ខែដំបូងរបស់ខ្ញុំទៅទិញសំបុត្រឆ្លងស្ពានជូនអ្នកភូមិទាំងអស់គ្នាខ្ញុំទិញរួចរាល់អស់ហើយអ្នកភូមិម្នាក់ទទួលបានសំបុត្រមួយសន្លឹកជាសំបុត្រអេឡិចត្រូនិកខ្ញុំនឹងផ្ញើខូដទៅក្នុងទូរស័ព្ទរបស់ពួកគេម្នាក់ប្រាក់ខែដំបូងរបស់ឯងបានប៉ុន្មានដែរ5000យន្តសំបុត្រឆ្លងស្ពានតម្លៃ1យន្តក្នុងមួយសន្លឹកមាន67គ្រួសារម្នាក់មួយសន្លឹកគឺគ្រប់គ្រាន់សម្រាប់ប្រើប្រាស់ពេញមួយឆ្នាំលុយដែលសល់ខ្ញុំចង់រៀបចំអាហារជូនចាស់ក្នុងភូមិដោយដាក់ទុននៅមុខទ្វារដែលប៉ាខ្ញុំធ្លាប់ធាក់បើកាលពីមុនប៉ារបស់ឯងដឹងទេថាឯងមកដាក់សំណើនេះប៉ាខ្ញុំនិយាយថាអ្វីដែលគាត់ជំពាក់គេកាលពីមុនគឺឲ្យខ្ញុំសងជំនួសគាត់ទោះបីវានៅឆ្ងាយពីការសងគ្រប់គ្រាន់ក៏ដោយតែយ៉ាងហោចណាស់ក៏ត្រូវតែចាប់ផ្ដើមដែរទៅណាហើយប៉ារបស់ឯងមកយប់នេះយើងត្រូវតែផឹកឲ្យស្រវឹងទើបឈប់សម្បត្តិឆ្លងស្ពានម្នាក់មួយសន្លឹកមានខូដនៅលើនោះស្កេនហើយគឺប្រើបានពេញមួយជីវិតលើក្រោយឆ្លងស្ពានមិនបាច់ចំណាយលុយមួយយន្តទៀតទេប្រាក់ខែដំបូងរបស់ឯងយកមកទិញអានឹងទាំងអស់មែនទេបាទ 5000 យន្តសម្បត្តិមួយយន្តមួយសន្លឹក67គ្រួសារប្រើបានមួយឆ្នាំចំណែកដែលនៅសល់ទុកឲ្យចាស់ញ៉ាំទៅពូឈិនស្រានេះនៅសល់កន្លះ10ទៀតថ្ងៃនេះត្រូវតែផឹកឲ្យអស់ឈិនយួនលើកមុនខ្ញុំប្រាប់ឯងថាស្រានេះមិនស័ក្តិសមនឹងឯងទេថ្ងៃនេះខ្ញុំនៅតែគិតថាស្រានេះមិនស័ក្តិសមនឹងឯងដដែលតែខ្ញុំសូមគោរពឯងគោរពដែលឯងសាងស្ពានគោរពដែលឯងរុះរើស្ពានហើយកាន់តែគោរពឯងដែលព្រមត្រឡប់មកសាងស្ពានថ្មីមួយទៀត
ពូឈិនរឿងកន្លងមកទុកឲ្យវាទៅតាមកែវស្រានេះចុះផឹកហើយគឺចប់ហើយតែមេរៀនត្រូវចងចាំមួយជីវិតហើយស្ពានក៏ត្រូវតែថែរក្សាឲ្យបានមួយជីវិតដែរមកទាំងអស់គ្នាផឹកឲ្យអស់កែវនេះស្ពានទី1សាងឡើងលើទន្លេស្ពានទី2សាងឡើងក្នុងភូមិឯស្ពានទី3គឺសាងឡើងក្នុងចិត្តមនុស្សប៉ាកូនក៏ចង់សាងស្ពានដែរ